យើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាមតាមផ្លូវជាតិលេខ7ទៅដល់គោលគីឡូម៉ែត្រទី116ហើយចោលភ្នែកក៏ទៅឦសានដែលនៅខាងឆ្វេងដៃចម្ងាយពីថ្នល់ជាតិទៅប្រមាណ1គីឡូម៉ែត្រយើងនឹងឃើញភ្នំពីរនៅទន្ទឹមគ្នាមួយនៅខាងកាយខ្ពស់មួយនៅខាងលិចទាបភ្នំខ្ពស់ឈ្មោះភ្នំស្រីឯភ្នំទាបឈ្មោះភ្នំប្រោសរឿងព្រេងប្រចាំភ្នំនេះមានដូចតទៅកាលពីព្រេងនាយមានស្ដេចស្រីមួយព្រះអង្គព្រះនាមស្រីអយុធយាសោយរាជនៅនគរខ្មែរដែលព្រះនាងជាស្ដេចសោយរាជគ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយម្ល៉េះហើយព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទីគាប់ប្រតិយមកធ្វើជាព្រះស្វាមីវិញហើយដោយហេតុព្រះរាជិនីស្រីអយុធយាដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះស្រីដែលនៅក្រោមព្រះរាជឱវាទក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ទើរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកគេរើសតែស្រីមានរូបល្អទើបយកធ្វើជាភរិយាធ្វើដូច្នេះអស់មួយរាជស្ដេចស្រីមីលុះមកដល់រាជស្ដេចក្រោយទួតពួកស្រីជំនុំគ្នាថាឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសធ្វើជាប្តីដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់ជាមួយនឹងពួកប្រុសគឺប្រុសលើកដីធ្វើជាភ្នំមួយយើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នាបើប្រុសចាញ់យើងទ្រាយឲ្យប្រុសដណ្ដឹងយើងជាស្រីវិញលុះគិតដូច្នេះហើយក៏នាំគ្នាទៅបបួលពួកប្រុសធ្វើភ្នំចុកខសន្យាភ្នាល់គ្នាដូចពោលមកហើយគេក៏បានចាត់មេកំណែនកេណ្ឌមនុស្សស្រីឲ្យបានច្រើនខាងប្រុសមានមេកំណែនខាងប្រុសដើរកេណ្ឌខាងស្រីមានមេកំណែនខាងស្រីដើរកេណ្ឌលុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុសខាងស្រីរួចហើយក៏និយាយនឹងគ្នាថាយើងទាំងអស់គ្នាត្រូវជញ្ជូនដីដល់រាបដល់ផ្កាយព្រឹករះទើបឈប់ទាំងអស់គ្នាបើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទីគិតព្រមគ្នាដូច្នេះហើយក៏នាំគ្នាជញ្ជូនដីរែកទូតាមធម្មភាពរៀងខ្លួនទៅពេលនោះជាពេលរាត្រីពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា 3-4 ម៉ោងក៏នាំគ្នាបង្អួតគោមតូចមួយយ៉ាងខ្ពស់នៃជ្រុងឦសានភ្នំពួកប្រុសក្រឡឹកមើលទៅលើឃើញគោមដែលស្រីបង្អួតនឹងឫស្សីមួយដើមនោះស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលក់អស់ថៃគ្មានសល់ម្នាក់ពួកស្រីក៏នាំគ្នាជញ្ជូនដីដល់រាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់ដល់មន់រងាវកើតប្រុសភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថាយើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនទែនទើបតែនឹងរះសោះហើយនាំគ្នាក្រឡឹកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចាញ់កលស្រីតាំងពីការនោះមកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយាដល់រាបដល់សព្វថ្ងៃ